បុព្វបុរសខ្មែរយើងសម្បូរណាស់មិនថាក្បួនធ្វើម្ហូបមិនថាក្បួនចិញ្ចឹមកូនមិនថាក្បួនអីផ្សេងសង់ផ្ទះមានក្បួនមានអីអញ្ចឹងដូចសាងប្រាង្គប្រាសាទអង្គរវត្តអីនេះគ្រូជឿថាប្រកាសជាមានក្បួនខ្នាតអីត្រឹមត្រូវច្បាស់លាស់នៅសម័យមុនយើងមានវីដេអូអញ្ចឹងមកពីណាមែនទេអូនយើងអត់ទាន់មាន digital មានអីផងអញ្ចឹងទៅសេនៅលើសាស្ត្រាស្លឹករឹតឬក៏នៅលើផ្ទាំងថ្មឬក៏អីអញ្ចឹងទៅទាំងអស់ហ្នឹងក៏ហៅថាក្បួនដែរប៉ុន្តែសម័យបច្ចេកវិទ្យាសម័យទំនើបសម័យ digital យើងប្រើបច្ចេកវិទ្យាមកអង្គុយទៅជែកគ្នាអញ្ចឹងហើយយើងទៅជែកពិភាក្សាយើងចែកម្លែកនៅប្រធានបទមួយចំនួនអញ្ចឹងទៅអាហ្នឹងក៏ហៅថាយើងកំពុងតែចងក្រងក្បួនដែរអញ្ចឹងវេទិកាយើងដំបូងយើងឃើញក្បួនហ្នឹងយើងនឹងផ្ដោតទៅលើប្រធានបទតូចច្រើនមែនតើប៉ុន្តែយ៉ាងណាក៏ដោយយើងនឹងសរុបមកនៅគោល6សូមជម្រាបសួរសូមស្វាគមន៍មកកាន់ក្បួន podcast ជួបជាមួយនឹងនាងខ្ញុំចិនណានិងអ្នកគ្រូប៉ែនបុប្ផាអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយនៅពេលដែលលើថាក្បួនតើក្បួនជាអ្វីតើកុំឲ្យខាត់ពេលយូរជួបជាមួយនឹងអ្នកគ្រូបុប្ផាចាជម្រាបសួរអ្នកគ្រូចាជម្រាបសួរអូនចាអ្នកគ្រូហេតុអីបានជាអ្នកគ្រូបង្កើតក្បួន podcast នេះឡើងមកក្នុងគោលបំណងអ្វីដែរអ្នកគ្រូចាអរគុណក្បួនត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងជាវេទិកាមួយចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ហើយសួរថាតកតងនឹងអីនៅពេលដែលយើងនិយាយពីក្បួនមួយម៉ាត់ជាពាក្យទលាយបងប្អូនយើងអាចនឹងបើកមើលអត្ថន័យនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតវាយពាក្យថាក្បួនណាប្រកាសជាឃើញសរសេរថាសេចក្តីកំណត់បែបបទកំណត់ជាគោលចរិតអីអញ្ចឹងទៅហើយពាក្យក្បួនគឺអាចភាគច្រើនគេភ្ជាប់មួយខ្នាតនៅពេលដែលមានរង្វាស់រង្វាល់អីចឹងណាដែលឡែកងាកមកក្បួន podcast របស់យើងអាចថាជាពាក្យមួយដែលយើងចង់ឲ្យអ្នកតាមដានជាពិសេសអ្នកដែលចូលចិត្តរៀនសូត្រតាមរយៈការទៅជែកពិភាក្សាជាការទៅជែកជាវីដេអូអីជាដើមហ្នឹងហើយមិនអ្នកគ្រូអ្នកបង្កើតទេនិយាយដែលស្មោះត្រង់គឺលោកគ្រូទឹកកំរងដែលជាស្ថាបនិករបស់ក្រុមរតពលគាត់អ្នកបង្កើតក្បួនអញ្ចឹងទៅក្បួន podcast នេះចូលរួមចំណែកនៅក្នុងការចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍មួយចំនួនដែលគេចងក្រងមកអាចជាបទពិសោធន៍របស់អ្នកគ្រូឬក៏ពេលក្រោយអាចជាបទពិសោធន៍របស់ចិន្តាចាអាចជាបទពិសោធន៍របស់វាគ្មិនផ្សេងទៀតដែលគាត់មកចែករំលែកនៅក្នុងវេទិការបស់យើងអញ្ចឹងយើងនឹងផ្ដល់ឱកាសឲ្យមានការចែករំលែកច្រើនហើយយើងចាប់ផ្ដើមវីដេអូនេះគឺជាវីដេអូដំបូងហើយយើងនឹងមានរៀងរាល់សប្តាហ៍បន្តទៀតចាហើយនៅពេលដែលនិយាយពីក្បួនជាពិសេសបុព្វបុរសខ្មែរយើងសម្បូរណាស់មិនថាក្បួនធ្វើម្ហូបមិនថាក្បួនចិញ្ចឹមកូនមិនថាក្បួនអីផ្សេងសង់ផ្ទះមានក្បួនមានអីអញ្ចឹងដូចសាងប្រាង្គប្រាសាទអង្គរវត្តអីនេះគ្រូជឿថាប្រកាសជាមានក្បួនខ្នាតអីត្រឹមត្រូវច្បាស់លាស់ដែលឡែកសំណួរសួរថាតើក្បួនទាំងអស់ហ្នឹងបានចងក្រងជាអីសរសេរនៅលើសិលាចារឹកចងក្រងជាបើនៅសម័យមុនយើងមានវីដេអូអញ្ចឹងមកពីណាមែនទេអូនយើងអត់ទាន់មាន digital មានអីផងអញ្ចឹងទៅសេនៅលើសាស្ត្រាស្លឹករឹតឬក៏នៅលើផ្ទាំងថ្មឬក៏អីអញ្ចឹងទៅទាំងអស់ហ្នឹងក៏ហៅថាក្បួនដែរប៉ុន្តែសម័យបច្ចេកវិទ្យាសម័យទំនើបសម័យ digital យើងប្រើបច្ចេកវិទ្យាមកអង្គុយទៅជែកគ្នាអញ្ចឹងហើយយើងទៅជែកពិភាក្សាយើងចែកម្លែកនៅប្រធានបទមួយចំនួនអញ្ចឹងទៅអាហ្នឹងក៏ហៅថាយើងកំពុងតែចងក្រងក្បួនដែរអញ្ចឹងវេទិកាយើងដំបូងយើងឃើញក្បួនហ្នឹងហាក់ដូចជានៅតែទេនៅឡើយឯងអញ្ចឹងនៅពេលដែលយើងមកជួបគ្នាយើងមកទៅជែកគ្នាប្រកាសណាស់យើងប្រកាសជាបានគំនិតអញ្ចឹងគំនិតនៅក្នុងខួរក្បាលរបស់យើងនៅក្នុងការគិតរបស់យើងវាអាចជាក្បួនមួយព្រោះក្បួនអាចជាក្បួនដែលសរសេរចេញឬក៏មិនទាន់សរសេរចេញអញ្ចឹងបានពេលខ្លះគេនិយាយថាសូមឲ្យចំណេះក្នុងខ្លួនបើកចេញមកឬក៏ចែករំលែកចេញមកក្រៅមកដើម្បីយើងបានចងក្រងឲ្យទៅជាក្បួនហ្នឹងហើយជាគោលបំណងសំខាន់របស់ podcast របស់យើងដើម្បីឲ្យមានការចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ចេញមកហើយនៅក្នុងក្បួននេះយើងនឹងផ្ដោតទៅលើប្រធានបទតូចច្រើនមែនតើប៉ុន្តែយ៉ាងណាក៏ដោយយើងនឹងសរុបមកនៅគោល6ទី1យើងនិយាយអំពីក្បួនជីវិតដែលថាបើយើងលាយមួយភាសាអង់គ្លេសខ្លះទៅគេហៅ life skill បកប្រែម្យ៉ាងទៀតថាបំណិនជីវិតអញ្ចឹងឲ្យស៊ីនៅក្នុង podcast ក្បួនរបស់យើងនេះគូសុំហៅថាបើផ្នែកដែលនិយាយអំពីជីវិតហ្នឹងយើងហៅក្បួនជីវិតមួយទៀតយើងនៅនិយាយអំពីក្បួនការងារអាហ្នឹងយើងផ្ដោតលើជំនាញទន់ណាភាសាអង់គ្លេសថា soft skill
យើងចេះអង់គ្លេសខ្លះយើងនិយាយពាក្យមួយម៉ាត់ដើម្បីឲ្យយើងអាចមើលឃើញពីព្រោះសម័យនេះហើយគឺយើងត្រូវការឲ្យយើងប្រើភាសាទំនាក់ទំនងបានខ្លះមិនមែនមានន័យថាយើងមិនអភិរក្សភាសាខ្មែរប៉ុន្តែយើងក៏ត្រូវតែចែករំលែកនៅជាពិសេសពាក្យគន្លឹះមួយម៉ាត់ព្រោះពាក្យខ្លះយើងប្រើជាលក្ខណៈសកលអញ្ចឹងទី1គឺក្បួនជីវិត life skill បំណិនជីវិតហ្នឹងឯងទី2គឺក្បួនការងារយើងនិយាយអំពីជំនាញទន់យើងនិយាយអំពី soft skill ទី3យើងនៅតែចែកអំពីក្បួន digital ណោះពាក្យហ្នឹងអត់ចែកអត់ដឹងបកមិនចាញ់ទេអញ្ចឹងទុក digital ទៅដែរចាក្បួន digital យើងនិយាយជុំវិញរឿង digital រឿងបច្ចេកវិទ្យារឿង AI រឿងការរត់មិនឲ្យទាន់សម័យកាលអីចឹងទៅបន្តមកទៀតក្បួនសង្គមអានេះគឺយើងនិយាយពី social skill ជំនាញសង្គមយើងប្រើពាក្យនៅក្នុងក្បួនរបស់យើងថាក្បួនសង្គមចាស់ហើយបន្តមកទៀតយើងនិយាយពីក្បួនលុយចាអាហ្នឹងនិយាយជុំវិញរឿងលុយរឿងចំណេះដឹងហិរញ្ញវត្ថុរឿង financial literacy ហើយបងប្អូនដែលតាមដានរដ្ឋពលឬក៏កត់លុយប្រកាសជាបានតាមដានកត់លុយ podcast ឬក៏អីអញ្ចឹងយើងអត់ឲ្យជន់គ្នាទេផ្នែកមួយនៃក្បួនដែលយើងនិយាយអំពីលុយនៅក្នុងបំណិនជីវិតដែលពាក់ព័ន្ធជាមួយនឹងការរៀបចំខ្លួនបែបណាជំវិញការគ្រប់គ្រងលុយឲ្យបានសន្សំលុយឬក៏ផ្នែកមួយនៃចម្ងល់ដែលអ្នកទស្សនាគាត់នឹងអាចលើកជាសំណួរអញ្ចឹងយើងទៅជែកជុំវិញប្រធានបទទាំងអស់ហ្នឹងទី6គឺតកតងទៅនឹងក្បួនចិញ្ចឹមកូនយើងហៅអង់គ្លេសថា parenting គឺក្បួន3បាច់ចិញ្ចឹមកូនអប់រំកូនធ្វើម៉េចឲ្យគាត់រឹងមាំហើយទាំងអស់ហ្នឹងហើយយើងជឿថាវានឹងជាផ្នែកធំដែលក្តោបទៅលើចំណុចតូចរួមផ្សំគ្នាឲ្យយើងអាចចងក្រងជាក្បួនមកហើយយើងយកវាទៅចែករំលែកទៅដល់អ្នកទស្សនារបស់យើងអ្នកខ្លះក៏បានមើលផ្ទាល់អ្នកខ្លះក៏មិនបានមើលផ្ទាល់អ្នកខ្លះក៏ចែករំលែកវីដេអូតគ្នាអញ្ចឹងទៅបានជាប្រយោជន៍សម្រាប់អ្នកទស្សនាទាំងអស់ដែលនិយមទស្សនាជាវីដេអូជំនួសឲ្យការអានសភៅពលអ្នកខ្លះបើឲ្យគាត់អង្គុយអានសភៅក៏អត់សូវបានអានទេប៉ុន្តែបើឲ្យគាត់មកអង្គុយមើលវីដេអូឬក៏ពេលខ្លះមិនបានមើលផ្ទាល់ទេស្ដាប់សំឡេងឬក៏អីអញ្ចឹងមិនជួបបាសអីក៏ដោយគឺជាវិធីសាស្ត្រដែលព្យាយាមចែករំលែកជូនហ្នឹងហើយអរគុណចាអរគុណអ្នកគ្រូការស្ដាប់មើលទៅវាពិតជាអស្ចារ្យមែនទែនអ្នកគ្រូចាអ្នកគ្រូចូលក្បួនជីវិតវិញទេតងនឹងអ្វីដែរអ្នកគ្រូចាអរគុណចិន្តាមើលទៅចាប់អារម្មណ៍ហើយនេះចាដូចអ្នកគ្រូនិយាយមិញអញ្ចឹងថាពីព្រោះនេះគឺជាអេពីសូតទី1របស់យើងអញ្ចឹងយើងណែនាំឲ្យអ្នកទស្សនាគាត់បានដឹងពីគោលគំនិតរបស់យើងឲ្យបានច្រើនមុននេះអ្នកគ្រូបាននិយាយខ្លះហើយក្បួនជីវិតយើងនៅតែចេះទលាយតកតងទៅនឹងរឿងរ៉ាវជីវិតបំណិនជីវិតនឹងតែម្ដងចាប់ផ្ដើមពីការយើងចង់និយាយថាបើកភ្នែកឡើងរួចហើយចូលសម្រានទៅវិញមានរឿងអីខ្លះដែលពាក់ព័ន្ធជាមួយនឹងជីវិតប្រចាំថ្ងៃរបស់យើងមិនថាជីវិតឯកជនជីវិតជាគ្រួសារជីវិតនៅក្នុងភាពពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តការបត់បែនបែបណាឧទាហរណ៍ថាឥឡូវចាប់ផ្ដើមពីបើកភ្នែកឡើងថាតើយើងគ្រប់គ្រងពេលវេលា24ម៉ោងរបស់យើងបែបម៉េចហើយថាតើយើងអាចនឹងធ្វើការប្រឈមជាមួយនឹងបញ្ហាដែលយើងជួបពីព្រោះតើបើកភ្នែកឡើងជួបបញ្ហាតូចធំតិចច្រើនអញ្ចឹងយើងដោះស្រាយបញ្ហាបែបម៉េចមានស្ថានភាពមួយចំនួនយើងអាចបត់បែនបែបម៉េចសមត្ថភាពនៅក្នុងការបត់បែនតាមកលៈទេសៈការដោះស្រាយបញ្ហាការគិតពិចារណាដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅតកតងទៅនឹងការរៀបចំជីវិតបែបណាដើម្បីឲ្យការសម្រេចចិត្តឬគូសកលរបស់យើងជាការសម្រេចចិត្តមួយដែលយើងទទួលយកថានេះជាការសម្រេចចិត្តដ៏ល្អបំផុតរបស់យើងចាអញ្ចឹងវាមានរឿងច្រើនមែនតើដូចអ្នកគ្រូប្រាប់ចឹងថាវាមានទុយនៅក្នុងនឹងច្រើនប៉ុន្តែអ្នកគ្រូអាចនិយាយបានថានិយាយទៅជុំវិញខ្សែជីវិតរបស់យើងជុំវិញការសម្រេចចិត្តជុំវិញការបត់បែនជុំវិញសមត្ថភាពនៅក្នុងការគិតហើយជាពិសេសសមត្ថភាពនៅក្នុងការគិតការសម្រេចចិត្តឧទាហរណ៍មួយថាឥឡូវព័ត៌មានគឺមានច្រើនមែនតើអញ្ចឹងតើយើងសម្រេចចិត្តបែបណារើសយកព័ត៌មានបែបណាមកដាក់ចូលក្នុងខ្លួនយើងហើយស្លព័ត៌មានហ្នឹងឲ្យវាចេញជាអីមួយសម្រាប់ជីវិតប្រចាំថ្ងៃរបស់យើងអាហ្នឹងក៏ជាផ្នែកមួយនៅក្នុងក្បួនជីវិតដែរចា៎ទីគ្រូអាចត្រួសប៉ុណ្ណឹងជូនបងសិនណាចា៎ចាអ្នកគ្រូចុះតេតងនឹងជំនាញតុនវិញអ្នកគ្រូអូខេចាអរគុណពេលលើតែជំនាញតុនចិន្តានឹកឃើញដល់អីដែរបើ
ពេលអ្នកគ្រូចង់ស្ដាប់ពីចំណាំមួយម៉ាត់មើល ចាគឺជំនាញតូននឹងជាជំនាញឡើយវាងាយស្រួល អូខេចាអរគុណឆ្លាត តុនណាតុននៅមនុស្សជាច្រើនអាចនឹងមើលឃើញថាអាចជំនាញតុនប្រហែលជាខុសពីអរឹង អញ្ចឹងខុសពីអរឹងនឹងមិនបើជំនាញអរឹងភាគច្រើនយើងសំដៅលើជំនាញបច្ចេកទេសចាអញ្ចឹងអ្នកគ្រូនឹងបដោតជំនាញតុនយើងហៅក្បួនការងារហើយបានទាញមកទៅការងារពីព្រោះអ្នកគ្រូនឹងជ្រុំប្រធានបទទុយតាក់ទងទៅនឹងការធ្វើការងារជាក្រុមការប្រស័យតាក់ទងនៅកន្លែងការងារមិនថាក្នុងការិយាល័យឬក៏ទំនាក់ទំនងនៅក្រៅការិយាល័យព្រោះការងារយើងពេលខ្លះមានតែនៅក្នុងណាយើងត្រូវទៅជួបភ្ញៀវនៅខាងក្រៅតើយើងប្រើប្រាស់ជំនាញតុននៅក្នុងការលក់សេវាកម្មឬក៏ផលិតផលរបស់យើងបែបម៉េចដើម្បីបង្កើនប្រសិទ្ធភាពការងារឬក៏អាជីវកម្មរបស់យើងចឹងទៅជុំវិញការងារជុំវិញអាជីវកម្មនឹងតែម្ដងហើយបើសិនជាអតិថិជនដែលពិបាកតែយើងដោះស្រាយជាមួយអតិថិជនពិបាកបែបម៉េចហើយនៅក្នុងស្ថានភាពការងារមួយចំនួនបើសិនជាប្រឈមជាមួយនឹងសម្ពាធតើយើងត្រូវសម្រេចចិត្តបែបណាតើគោលដៅជីវិតរបស់យើងបែបណានោះវាភ្ជាប់ពីបំណិនពីក្បួនជីវិតមកក្បួនការងារហ្នឹងឯងតើការងារបច្ចុប្បន្ននេះវាស៊ីជាមួយនឹងគោលដៅជីវិតរបស់យើងបែបណាអញ្ចឹងបន្ទាប់ពីយើងធ្វើការងារមួយរយៈតើយើងមើលឃើញខ្លួនឯងនឹងបែបណាអញ្ចឹងតកតងពិភពការងារតែម្ដងចាព្រោះមនុស្សជាច្រើនបានឲ្យតម្លៃជាពិសេសអ្នកដែលជាម្ចាស់អាជីវកម្មឬក៏អ្នកគ្រប់គ្រងក៏តែងត្អូញត្អែថាពេលខ្លះมันពិបាករើសបុគ្គលិកដែលមានជំនាញបច្ចេកទេសប៉ុន្តែពិបាករើសបុគ្គលិកដែលមានជំនាញទន់អញ្ចឹងហើយយើងនឹងជុំជែកគ្នាមកថាយើងត្រូវការទន់នឹងបែបម៉េចតែយើងបដោតលើសមត្ថភាពបែបម៉េចនេះដូចចន្ទាកំពុងធ្វើមួយអ្នកគ្រូនេះតាំងសមត្ថភាពនៅក្នុងការញញឹមការប្រស័យតាក់ទងការធ្វើការងារជាមួយក្រុមការងារដោយភាពសុខដុមរមនាអីអាហ្នឹងគឺសុទ្ធតែនៅក្នុងចំណេញទុនទាំងអស់ការសម្រេចចិត្តមុននឹងរើសការងារហ្នឹងមកថាមានឱកាស2 3ក្នុងពេលតែមួយសម្រេចចិត្តយកមួយណាឧទាហរណ៍ថាឥឡូវមានកំពុងធ្វើការនៅកន្លែងមួយកន្លែងផ្សេងទៀតគេឲ្យថាប្រយោជន៍ច្រើនជាងហ្នឹងតើគួរថ្លឹងថ្លែងបែបណានេះគូនឹងមានឧបករណ៍មួយចំនួនដើម្បីចែកជូនវានោះក្បួនទៀតចែកជូនតែយើងគួរតែផ្អែកទៅលើគោលការណ៍បែបណាមុននឹងធ្វើការសម្រេចចិត្តទទួលយកការងារឬក៏បោះបង់ការងារពីកន្លែងមួយទៅកន្លែងមួយអីទៀតចឹងទៅជុំជុំវិញរឿងអស់ហ្នឹងសង្ខេបប៉ុណ្្នឹងសិនចឹងតើបើប្រិមិត្តចង់ដឹងតើតាមដានទស្សនាកម្មវិធីរបស់យើងនៅមួយសប្តាហ៍ទៅមួយសប្តាហ៍គឺប្រធានបទតែខុសៗគ្នាចាអ្នកគ្រូការស្ដាប់មើលទៅពិតជាអស្ចារ្យមែនទេហើយខ្ញុំនៅមានចម្ងល់មួយទៀតថាតើក្បួនលុយហ្នឹងទៅបែបណាដែរអ្នកគ្រូចាអរគុណហងៃចិនណាមានប្រាក់ខែចាយទេត្រូវអត់ហើយចាយគ្រប់ដល់ពេលដល់ខែអត់សំតោះណាសួរខាងឯកជនពេកចាអាចមានអ្នកខ្លះចាយលុយដល់ខែអ្នកខ្លះចាយអត់ដល់ខែអញ្ចឹងនិយាយទៅយើងមិនលំអិតឲ្យស៊ីជម្រៅដូចខ្ញុំជម្រាបពីខាងដើមអញ្ចឹងបើសិនជាចង់ដឹងលំអិតតកតងរឿងចំណេះដឹងរ៉ាញ់ថោទៅតាមដានមើលកត់លុយ podcastព្រោះយើងក៏មានកត់លុយ podcast ដែរដែលឡែកហើយបានជានៅក្នុងក្បួនយើងក៏និយាយរឿងលុយដែរពីព្រោះក្នុងជីវិតប្រចាំថ្ងៃរបស់យើងអត់អាចផ្ដាច់ចេញពីរឿងលុយទេអ្វីដែលអ្នកចង់បង្ហាញថារឿង6ហ្នឹងវាគឺជារឿងសំខាន់អញ្ចឹងតើរៀបផែនការបែបម៉េចភ្ជាប់មួយគោលដៅជីវិតគ្រប់គោលដៅទាំងអស់มันអាចសម្រេចបានទេបើអត់មានផែនការរឿងលុយអញ្ចឹងតើយើងត្រូវដឹកនាំជីវិតបែបណាឲ្យយើងអាចរៀបចំផែនការលុយហ្នឹងចាយលុយហ្នឹងឲ្យបានសម្រេចគោលដៅជីវិតឲ្យបានកុំឲ្យវាទៅប៉ះពាល់ជាមួយនឹងការងាររបស់យើងកុំឲ្យវាទៅប៉ះពាល់ជាមួយនឹងទំនាក់ទំនងរបស់យើងនៅក្នុងសង្គមយើងនឹងជ្រុំផ្ដោតលើចំណុចទាំងអស់ហ្នឹងហើយសួរតើប្រធានបទជាក់លាក់បែបណាតើតាមដាននៅ podcast ក្រោយអូខេចាអ្នកគ្រូទៅតនឹងចំណេះដឹង digital វិញនេះគ្រូអូខេចិនដាឥឡូវមើលឃើញពីរបត់ digital ហ្នឹងនៅក្នុងសង្គមយើងលឿនទេតន់ទេចាឥឡូវហ្នឹងចង់ស្រាវជ្រាវអីអត់ពិបាកអីត្រូវអត់ឲ្យ AI ជួយបានទាំងអស់មែនទេចាអញ្ចឹងជាមួយនឹងរបត់នៃភាពជឿនលឿននៃ digital ហ្នឹងបច្ចេកវិទ្យាហ្នឹងថាតើយើងត្រូវសម្របខ្លួនបែបណាយើងការពារខ្លួនឯងបែបណាយើងមានបំរុងប្រយ័ត្នបែបណាដើម្បីកុំឲ្យយើងធ្លាក់ទៅក្នុងការឆបោកផ្សេងធ្លាក់នៅក្នុងគ្រោះថ្នាក់ដែលយើងគិតថាយើងស្មានមិនដល់ហើយឥឡូវនឹងមានរឿងស្មានមិនដល់ច្រើនមែនតើអញ្ចឹងអាចអ្នកគ្រូមិនមានជំនាញរឿងហ្នឹងទាំងអស់ទេដូចជំរាបពីខាងដើមអ្នកគ្រូនឹងអញ្ជើញវាគ្មិនចាប្រិមិត្តរងចាំតាមដាននឹងមានវាគ្មិនជំនាញទៅលើរឿង digital រឿងបច្ចេកវិទ្យារឿងអីទាំងអស់ហ្នឹង
ដើម្បីមកចែករំលែកដែរហើយយើងនឹងបំបីប្រធានបទតូចៗថាតើយើងគួរតែរៀនអីខ្លះយើងគួរតែយល់ដឹងទៅលើព័ត៌មានអីខ្លះជុំវិញរបប digital ដោយសង្គមយើងបច្ចុប្បន្នជាសង្គម digital ហើយរដ្ឋាភិបាលលោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរបស់យើងក្លាយជាពលរដ្ឋ digital សំដៅសួរថាយើង digital ហើយនៅអាចថាឥឡូវយើងនៅ on air យើងនៅលើវីដេអូយើងនៅលើ podcast យើងជាផ្នែកមួយនៃ digital នៃបច្ចេកវិទ្យាចុះសំណួរសួរថាចុះយុវជនយើងនៅតាមបណ្ដាខេត្តចុះបងប្អូនប្រជាពលរដ្ឋយើងតើគាត់បានដើរទាន់បច្ចេកវិទ្យាទាន់ digital នឹងកម្រិតណាហើយអញ្ចឹងយើងនឹងអង្គប្រធានបទតូចៗដើម្បីធ្វើយ៉ាងណាឲ្យយុវជនយើងឲ្យប្រជាជនយើងរត់ឲ្យទាន់សម័យ digital នេះចាចានេះគ្រូចានេះគ្រូត្រឹមត្រូវហើយដោយសារតែឥឡូវហ្នឹង digital ច្រើនមែនតើងាយស្រួលចាបំណិនសង្គមនឹងការប្រំកនវិញទៅទៅបែបណាដែរនេះគ្រូចាអរគុណត្រង់នេះយើងនឹងបំបែកពីរដាច់ពីគ្នាដែរបំណិនសង្គមអង់គ្លេសថា social skill ហ្នឹងណាយើងនឹងផ្ដោតទៅលើការចូលរួមចំណែករបស់ប្រជាជនយើងនៅក្នុងសង្គមការប្រស័យតាក់ទងការបង្កើតគេហៅថា network ជាភាសាអង់គ្លេសខ្មែរហៅថាបណ្ដាញការសេពគប់ការប្រស័យតាក់ទងជាមួយនឹងសង្គមដែលពាក់ព័ន្ធជាមួយយើងពេលខ្លះពេលច្រើនមកថាចំណាធ្វើការងារនៅក្រុមហ៊ុនណាមួយមកថាឥឡូវធ្វើនៅរតេពលអញ្ចឹងប្រហែលជាតំណែងតំណងនៅក្នុងសង្គមជាមួយនឹងបុគ្គលិកនៅរតេពលជាមួយនឹងអ្នកពាក់ព័ន្ធការងារជាមួយរតេពលចុះតាក់ទងជាមួយនឹងរឿងសេដ្ឋកិច្ចនយោបាយសង្គមវប្បធម៌ថាតើយើងបានភ្ជាប់ខ្លួនរបស់យើងនៅក្នុងកម្រិតណាមិនមែនទៅឲ្យភ្ជាប់ឲ្យជ្រៅត្រូវតែទៅគ្រប់ផ្នែកទេប៉ុន្តែយ៉ាងហោចយើងអាចដឹងព័ត៌មានដែរនេះគូតែនិយាយថាឲ្យដឹងខ្យល់របត់ខ្យល់សេដ្ឋកិច្ចនយោបាយសង្គមវប្បធម៌របស់យើងទៅដល់ណាហើយអញ្ចឹងឲ្យបើកចិត្តឲ្យទលាយឲ្យស្វែងយល់ពីរឿងអស់ហ្នឹងអាហ្នឹងគឺផ្ដោតទៅលើបំណិនសង្គមហ្នឹងដូចឥឡូវសង្គមបច្ចុប្បន្នរបស់យើងត្រូវពង្រឹងខ្លួនឲ្យរឹងមាំយើងត្រូវផ្ដោតទៅលើការអប់រំយើងផ្ដោតទៅលើសមត្ថភាពតើយើងបានដឹងរឿងហ្នឹងឬក៏អត់របត់ប្រទេសជាតិរបស់យើងអញ្ចឹងយើងត្រូវដឹងកុំឲ្យយើងជំបុចតែលើការរៀនរបស់យើងជំបុចទៅលើការងាររបស់យើងប៉ុន្តែយើងអត់ដឹងថាសង្គមដើរដល់ណាហ្នឹងហើយមួយទៀតយើងប្រមាថចេញពីរឿងការអប់រំកូនរឿងនេះគឺជារឿងដែលអ្នកគាត់ថាស្មុគស្មាញជាងគេពិបាកជាងគេរឿងរៀបចំគ្រួសាររឿងចាប់ផ្ដើមមានកូនអប់រំកូនបែបណាតាំងពីក្នុងផ្ទៃរហូតទៅដល់កូនធំហើយពេលដែលគាត់ធំលូតលាស់នឹងធ្វើបែបម៉េចទៀតហើយអ្នកគ្រូជឿថាយ៉ាងហោចអ្នកគ្រូអាចជាអ្នកចែករំលែកបទពិសោធន៍មួយព្រោះមានតិចណាកូន4ហើយចា4នឹង4វ័យទៀតមានកូនដែលវ័យ20ឆ្នាំហើយកូនដែលវ័យ14ឆ្នាំវ័យ9ឆ្នាំវ័យ1ឆ្នាំចាអញ្ចឹងយើងឃើញថាតើការអប់រំចិញ្ចឹមកូនបែបណាចែករំលែកពីវាគ្មិនដតីទៀតឬក៏អ្នកគ្រូអាចនៅក្នុងជ្រុងមួយចំនួនមិនមែនបទពិសោធន៍ទាំងអស់សុទ្ធតែជាបទពិសោធន៍ជោគជ័យទេរឿងខ្លះវាកំពុងតែនៅតាមដំណើរផ្លូវរឿងខ្លះវាដួលរឿងខ្លះវាបរាជ័យរឿងខ្លះយើងមើលឃើញថាផ្លូវវាមិនមែនអាលងរហូតវាមានអាលាក់វាមានកុហកអីអញ្ចឹងការចែករំលែកនៅក្នុងក្បួន podcast របស់យើងមិនមែនចែករំលែកតែរឿងដែលល្អរឿងចង់និយាយថាពីងទៅយូរវិញយើងស្អីក៏ប៉ស៊ីចម្ពូស្អីក៏ល្អទាំងអស់ហើយប៉ុន្តែយើងនឹងចម្រោះរសជាតិថាយើងនឹងចែករំលែករឿងដែលរឿងនេះវាទៅរលូនរឿងនេះវាល្អរឿងនេះវាជោគជ័យប៉ុន្តែងាកមករឿងនេះវិញណាអត់តន់ជោគជ័យទេរឿងនេះគឺជារឿងធ្លាក់អណ្ដើមរឿងនេះគឺជារឿងផុងខ្លួនអញ្ចឹងដើម្បីបញ្ជាកុំឲ្យមានស្ថានភាពផុងខ្លួនបែបហ្នឹងតើគួររៀបចំខ្លួនបែបណាជាពិសេសរឿងកូនដែលខុសវ័យគ្នាហ្នឹងណាគឺជារឿងដែលអាចគិតថាស្មុគស្មាញព្រោះគ្រួសារមួយមានរបៀបគិតផ្សេងគ្នាមានរបៀបអប់រំផ្សេងគ្នាអញ្ចឹងសូមតាមដានក្បួន podcast របស់យើងដើម្បីបានលំអិតទៅលើប្រធានបទទាំងអស់ហ្នឹងហើយអរគុណចិន្តាដែរដែលបានបកកែសួរនៃគ្រូទៅលើលំអិតប្រធានបទមួយតែប៉ុន្តែគ្រូចង់លាក់សិនដែរអត់តាន់ចង់បរហាវិញព្រោះចង់ឲ្យប្រិយមិត្តតាមដាននៅអេពីសូតក្រោយៗទៀតណាអញ្ចឹងកុំភ្លេចមួយសប្តាហ៍ទៅមួយសប្តាហ៍យើងនឹងកន់ប្រធានបទតូចតែនៅក្នុងគោលប្រធានបទទាំង6ហ្នឹងក្បួនជីវិតដែលភាសាអង់គ្លេសយើងហៅថា life skill បំណិនជីវិតក្បួនការងារយើងផ្ដោតលើជំនាញទន់ soft skill ចាហើយនឹងក្បួនលុយចំណេះដឹងរ៉ាញ់ថោ financial literacy ហ្នឹងក្បួន digital ចា digital literacy ចាតកតងជាមួយនឹងបច្ចេកវិទ្យាតកតងអីហ្នឹងហើយនឹងក្បួនសង្គមចាក្បួនsocial skill យើងនិយាយមិញហើយនឹងការចិញ្ចឹមបីបាច់ថែរក្សាកូនក្បួនចិញ្ចឹមអប់រំកូនចាអញ្ចឹងអរគុណសម្រាប់ការជជែកជាមួយនឹងអ្នកគ្រូរបស់ចិន្តាណាចាក៏សូមអរគុណអ្នកគ្រូដូចគ្នាសម្រាប់ការបកស្រាយជំនួយទាំងប្រមាណខ្ញុំចាហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះរហូត
ក្តាមរហូតដល់ចប់យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយនេះទៀត